ឥឡូវសរនេះយើងជួបគ្នាសាថ្មីហើយយើងនិយាយទៅលើរឿងចាំងខ្មែរជាបន្តទៀតហើយខានចេញយូរហើយដោយរំលឹកវិភាគមុនហ្នឹងពូឈីងគាត់នឹងក៏បានចែកអាហារដែលឆាងខ្វាហ្នឹងគឺបានផ្ដល់ទៅកាន់ប្រជាជនចំណែកឯហើយយើងក៏ឃើញអំពីស្ថានភាពមួយនេះផងដែរដែលពួកគេទាំងអស់គ្នាហ្នឹងគឺកំពុងតែអង្គុយបរិភោគអាហារដោយឆាងខ្វាក៏បានដឹងថាទោះបីជាពួកគេនឹងទទួលបានអាហារក៏ដោយហ្នឹងក៏ពួកគេនឹងមិនងាយស្ដាប់បង្គាប់នោះទេចំណែកពួកគេនៅពេលដែលញ៉ាំនំអស់រួចហ្នឹងពួកគេនឹងក៏ឃ្លានទាចង់ញ៉ាំសាច់គោអាំងវិញម្ដងដោយពួកគេនឹងគឺបានសុំទៅកាន់ពូឈិងថាពួកគេនឹងគឺចង់បាននំបន្ថែមទៀតប៉ុន្តែពូឈិងក៏បានប្រាប់ទៅកាន់ពួកគេថាគាត់នឹងគឺគ្មាននោះទេហើយម្នាក់នឹងគឺមានត្រឹមតែម្ដុំតែប៉ុណ្្នឹងឯងដោយពួកគេនឹងគឺបានប្រាប់ឲ្យពូឈិងនឹងទៅសុំឆាងខ្វានឹងនៅអាហារបន្ថែមទៀតមកដោយពូឈិងបានប្រាប់ថាអត់កើតទេនេះគឺជាអាហារដែលឆាងខ្វាឲ្យមកតែប៉ុណ្្នឹងឯងហើយឆាងខ្វាឲ្យអាហារប៉ុណ្្នឹងគឺដើម្បីឲ្យពួកគេនឹងមានកម្លាំងទប់ទល់ជាមួយនឹងវាងហើយជាមួយនឹងស៊ូដាសាប៉ុន្តែពួកគេគឺខ្វល់នោះឡើយដោយទាមទារឲ្យពូឈីនឹងទៅសុំអាហារបន្ថែមទៀតពីឆាំងខ្វាមកដោយពូឈីបានប្រាប់ថាគឺគ្រប់គ្រាន់ហើយពូឈីក៏បានសួរទៅកាន់ពួកគេថាតើពួកគេនឹងគឺញ៉ាំអាហាររួចរាល់ហើយមែនបើសិនជារួចរាល់ហើយតោះយើងទៅស្វែងរកក្រុមរបស់វាងហើយជាមួយនឹងសូដាសាប៉ុន្តែនៅពេលហ្នឹងមនុស្សដែលនៅទីហ្នឹងក៏នាំគ្នាបដិសេធតែពួកគេបាននិយាយថាអូគេមិនភ្លើទៅងាប់នោះទេបើសិនជាពួកគេនឹងទៅជួបជាមួយនឹងក្រុមរបស់វាងហើយជាមួយនឹងសូដាស៊ីហ្នឹងគឺដឹងតែពួកគេនឹងសម្លាប់ពួកគាត់ហើយបើសិនជាចង់ងាប់ក៏ងាប់តែឯងទៅដែលពួកគេនឹងទៅផ្ទះដើម្បីទៅដេកវិញចំណែកឯហាយូនឹងគឺពិតជាហួសចិត្តជាមួយនឹងពួកគេខ្លាំងមែនទែនចំណែកពូឈីងក៏ខឹងជាមួយនឹងពួកគេដែរតែបាននិយាយថាពួកមនុស្សកំសាកនៅពេលហ្នឹងឆាងខ្វាក៏បានមកដល់ទីហ្នឹងហើយក៏បានប្រាប់ទៅកាន់ពូឈីងថាគឺមិនបាច់បារម្ភនោះទេពួកគេបន្តិចទៀតហ្នឹងគឺដឹងតែមករកគាត់វិញហើយរឿងមួយនេះក៏បានកាត់ទៅដល់នៅក្នុងក្រុមវិញម្ដងដែលពួកគេនឹងគឺបាននិយាយថាក្រុមស៊ូដាស៊ីហ្នឹងគឺបានសម្លាប់សមាជិករបស់ពួកគេហើយឥឡូវហ្នឹងគាត់នឹងគឺនៅសល់តែម្នាក់ឯងតែម្នាក់គត់ហើយក៏មានអ្នកខ្លះទៀតបាននិយាយថាលើក្រោយហ្នឹងក្រុមស៊ូដាស៊ីហ្នឹងនឹងមករកពួកគេហើយពួកគេហ្នឹងគឺដឹងតែងាប់ហើយដូច្នេះពួកគេហ្នឹងក៏គិតថាតើពួកយើងគួរតែធ្វើអីពួកយើងហ្នឹងគឺមិនចាំស្លាប់នោះទេហើយពួកគេហ្នឹងសម្រេចចិត្តថានឹងទៅរកចាំងខ្វាចំណែកពូឈីងគាត់នឹងក៏គិតថាដូចជាអ្វីដែលចាំងខ្វានិយាយមែនតែពួកគេហ្នឹងដឹងតែមករកគាត់ហើយពួកគេមកហ្នឹងគឺដើម្បីមកសុំអាហាររបស់ចាំងខ្វាហ្នឹងឯងហើយពូឈីងក៏បាននិយាយថាទេកំឡុងពេលហ្នឹងផងដែរឆាងខ្វាគាត់នឹងក៏បានចេញពីក្នុងទ្វារហើយពួកគេទាំងអស់គ្នានឹងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយពួកគេបាននិយាយថាឆាងខ្វានឹងគឺបានមកជួយសង្គ្រោះពួកគេហើយឆាងខ្វាបានសួរថាអីគេតើចង់ឲ្យគាត់នឹងជួយអីមែនដែលមាននារីម្នាក់ចេញមកហើយក៏បាននិយាយថាឲ្យឆាងខ្វានឹងគឺជួយដោះស្រាយជាមួយនឹងស៊ូដាសីជាមួយនឹងវាងហៅផងពីព្រោះថាឥឡូវហ្នឹងមនុស្សទាំងអស់នោះគឺកាន់តែឈួតហើយដែលស្លាប់គេពេញទៅនឹងឯងដោយឆាងខ្វាក៏បាននិយាយថាអត់អីបើសិនជាពួកគេងាប់នឹងចាំគាត់នឹងទៅជួយប្រមូលសាកសពចំណែកពួកគេនឹងក៏មិនយល់នោះដែរដែលឆាងខ្វានឹងក៏បាននិយាយម្ដងទៀតថាតើពួកឯងនឹងអត់ឮថាខ្ញុំនឹងមានន័យថាម៉េចមែននៅពេលហ្នឹងក៏មានបរិបម្នាក់បានចេញមកហើយគាត់នឹងក៏បាននិយាយថាបើសិនជាពិភពលោកនេះអត់មានចង់បញ្ចប់បែបនេះនោះទេឆាងខ្វានឹងគឺដឹងតែមិនរួចខ្លួននៅក្រោមដៃរបស់គាត់ឡើយតែនៅពេលហ្នឹងមានអីក៏ត្រូវបានមកគ្របកណ្ដាលក្បាលរបស់ឆាងខ្វាយកហ្មងដោយឆាងខ្វាសួរថាអីគេចង់សងសឹកគាត់មែនវាគ្មានគីឡូនោះទេដោយឆាងខ្វាក៏បានប្រកល់ជំរើសពីរទៅឲ្យពួកគេអស់គ្នាដែរនៅទីហ្នឹងដែលទី1ហ្នឹងពួកគេហ្នឹងគឺត្រូវត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញហើយមិនបាច់មករកគាត់ទេហើយទី2ហ្នឹងពួកគេហ្នឹងទៅប្រយុទ្ធជាមួយនឹងវាងហើយជាមួយនឹងស៊ូដាស៊ីនៅពេលហ្នឹងក៏មានកញ្ញាម្នាក់បាននិយាយថាឲ្យពួកយើងប្រយុទ្ធមិនបើពួកយើងនឹងឃ្លានចង្អប់ហើយអត់មានអីញ៉ាំមកនេះដែលស៊ូដាសាក៏បានប្រាប់ទៅកាន់ពួកគេថាបើសិនជាពួកគេហ្នឹងគឺសម្លាប់នៅសមាជិកម្នាក់នៅក្នុងក្រុមរបស់ស៊ូដាស៊ីពួកគេនឹងទទួលបានមីចំនួន3កញ្ចប់ហើយពូឈិងក៏បានចេញមកហើយគាត់នឹងក៏បាននិយាយថាគាត់នឹងគឺជាអ្នកដឹកនាំពួកគេនឹងទៅប្រយុទ្ធជាមួយនឹងក្រុមរបស់វាងហើយជាមួយនឹងស៊ូដាស៊ីហើយមនុស្សដែលនៅទីហ្នឹងក៏បានចូលរួមជាមួយនឹងពូឈិងដោយសារតែពួកគេនឹងគឺបានគិតថាបើសិនជាពួកគេនៅស្ងៀមនឹងគង់តែវាងហើយជាមួយនឹងស៊ូដាស៊ីនឹងគឺមកស្លាប់គេដែរហ្នឹងដូច្នេះហើយពួកគេនឹងគឺត្រូវតស៊ូហើយណាមួយនៅពេលដែលពួកគេនឹងសម្លាប់ក្រុមរបស់ស៊ូដាស៊ីជាមួយនឹងវាងហើយនោះពួកគេក៏ទទួលបាននៅមីសម្រាប់ញ៉ាំផងដែររឿងមួយនេះកាត់មកដល់ស៊ូដាស៊ីដែលពួកគេនៅក្នុងអគារមួយដែលស្វែងរកមនុស្សដើម្បីសម្លាប់នឹងឯងតែពួកគេនឹងមិនបានឃើញមនុស្សសោះតែពួកគេបានគិតថាប្រហែលជាពួកគេនឹងគឺរត់គេចខ្លួនហើយបន្ទាប់មកពួកគេក៏បានធ្វើដំណើរចាក់ចេញពីទីហ្នឹងនៅពេលហ្នឹងពួកគេនឹងក៏បានជួបជាមួយនឹងក្រុមរបស់ពូឈីងដែលស៊ូដាស៊ីបាននិយាយថាពួកគេចេញមកក្រៅបែបហ្នឹងប្រហែលជាពួកគេនឹងទីទៀតហ្នឹងគឺដឹងតែកោដល់ស្លាប់ហើយដោយស៊ូដាស៊ីបាននិយាយថាបើសិនជាពួកឯងមកជុំគ្នាទាំងអស់គ្នាមកអញ្ចឹងវាល្អនេះតែវានឹងងាយស្រួលដល់គាត់នៅក្នុងការសម្លាប់នឹងប្លន់តែពូឈីងបានសួរទៅកាន់អ្នកគ្នាថាតើពួកឯងរៀនខ្លួនហើយឬនៅពួកគេទាំងអស់គ្នានឹងក៏បានស្រែកថាពួកគេនឹងគឺត្រៀមខ្លួនរួចហើយប៉ុន្តែមុខរបស់គេនឹងគឺបែកញើសពេញទៅនឹងឯង
ចំណែកកូនចៅរបស់ស៊ូដាស៊ីបាននិយាយថាចំកំណាប់នោះដូចថតនេះឲ្យខ្លាញ់ច្រើនទៀតបើធ្វើម្ហូបហ្នឹងគឺមិនដឹងឆ្ងាញ់ប៉ុណ្ណាទេហើយថែមទាំងមានមីអូនតូចនៅគេនោះទៀតនេះនៅពេលហ្នឹងក៏មានបារម្ភនេះចេញមកហើយស៊ូដាស៊ីបាននិយាយថាអីគេអាចយើងឲ្យគេតែមានអីក៏ត្រូវបានអូនតូចមួយហ្នឹងគឺដាក់ក្បាលគាត់នឹងមកញូហ្មងតែធ្វើឲ្យកូនចៅរបស់ស៊ូដាស៊ីនឹងភ្ញាក់បានខ្លាំងមែនតើស៊ូដាស៊ីបាននិយាយថាចំឯងហ្នឹងគឺហ៊ានវាយខ្ញុំផងអូនមួយហ្នឹងនៅពេលដែលបានដាក់ក្បាលស៊ូដាស៊ីមកញូហើយទើបគាត់និយាយថាគាត់នឹងគឺខុសហើយនេះដែលពូឈីនបានប្រាប់ទៅកាន់គាត់ថាកុំខ្លាចគាត់អីហើយកុំភ្លេចថាពួកយើងមកទីនេះនឹងគឺដើម្បីធ្វើអីគេហើយពួកយើងមកទីនេះនឹងគឺដើម្បីសម្លាប់អាពួកទាំងអស់នេះនឹងឯងនៅពេលហ្នឹងស៊ូដាស៊ីបានសើចហើយគាត់សួរថាអីគេនិយាយគេចឹងសម្លាប់ពួកយើងមែនហើយមិនក៏ឯងហ្នឹងគឺហ៊ាននិយាយបែបនេះតែឯងហ្នឹងក្លាហានប៉ុណ្ណាស៊ូដាស៊ីបានសួរថាចំតែឯងហ្នឹងគឺហ៊ានសម្លាប់ខ្ញុំមែនហើយតែឯងហ្នឹងគឺហ៊ានកាន់កំបិតសម្លាប់ខ្ញុំអត់ហ្នឹងនៅពេលហ្នឹងពូឈីងក៏បានយកកំបិតមកហ្នឹងចាក់ទៅលើស៊ូដាស៊ីប៉ុន្តែកូនចៅរបស់គាត់ហ្នឹងក៏បានទៅរងវាដែលធ្វើឲ្យកូនចៅរបស់គាត់ហ្នឹងគឺបានស្លាប់ទៅពូឈីងបានប្រាប់ទៅកាន់គ្នារបស់គាត់ថាពួកយើងហ្នឹងគឺត្រូវតែសម្លាប់មនុស្សអាក្រក់ទាំងអស់នេះចំណែកឆាំងខ្មៅជាមួយនឹងហាយូក៏បានឃើញអំពីសកម្មភាពទាំងអស់នេះផងដែរចំណែកកូនចៅរបស់ស៊ូដាស៊ីហ្នឹងគឺចាប់ដើមភ័យហើយដោយសារតែគ្នារបស់ពូឈីងហ្នឹងគឺកាន់ក្បិតពេញតែដៃហ្នឹងហើយចង់ស្លាប់ពួកគេទៀតដែលស៊ូដាស៊ីបាននិយាយថាកុំទៅខ្លាចពួកគេអីតែពួកគេហ្នឹងគឺគ្មានគីឡូជាមួយនឹងពួកយើងនោះទេនៅពេលហ្នឹងគឺមានអាប៉ែម្នាក់ចេញមកដែលបាននិយាយថាស៊ូដាស៊ីហ្នឹងគឺបានបំបីគាត់នឹងចេញពីប្រពន្ធរបស់គាត់ហើយគាត់មកទីនេះហ្នឹងគឺដើម្បីសងសឹកទៅកាន់ស៊ូដាស៊ីតែមានអីក៏ត្រូវបានស៊ូដាស៊ីហ្នឹងគឺសម្លាប់នៅតំណឹងទៅស៊ូដាស៊ីបានសួរទៅកាន់ពួកគេថាអីគេគ្រាន់តែប៉ុណ្ណឹងសោះចង់ខ្លាំងជាមួយនឹងគាត់មែនដែលធ្វើឲ្យមនុស្សទាំងអស់គ្នាដែលនៅទីហ្នឹងគឺចាប់ផ្ដើមបាក់ទឹកចិត្តយកហ្មងហើយឆាំងខ្វាក៏បានឃើញដែរតែគាត់នឹងក៏ដឹងថាដូចជាអ្វីដែលគាត់គិតមែនថាមនុស្សទាំងអស់នេះហ្នឹងគឺគ្មានការបដិញ្ញាចិត្តនោះទេហើយឥឡូវមនុស្សទាំងអស់ហ្នឹងគឺត្រូវបានស៊ូដាស៊ីហ្នឹងគឺបំភ័យអស់ហើយនេះហើយគាត់ហ្នឹងគឺរងចាំតែពូឈីហ្នឹងគឺដោះស្រាយអំពីស្ថានភាពមួយនេះនោះទេនៅពេលហ្នឹងស៊ូដាស៊ីបានកាន់ប្រធានរបស់គាត់ហ្នឹងនឹងចូលទៅសម្លាប់ពួកគេតែនៅពេលហ្នឹងគាត់ត្រូវបានពូឈីហ្នឹងគឺធាក់មកជើងទៅដោយពូឈីបានប្រាប់ទៅកាន់ពួកគេថាឲ្យមកជាមួយនឹងគាត់មកហើយគាត់បានប្រាប់ថាម៉េចតើពួកឯងទាំងអស់គ្នាហ្នឹងគឺចង់ស្លាប់មែនបើអត់តដៃទេប្រយ័ត្នតែងាប់ហើយនៅពេលពូឈីនិយាយបែបហ្នឹងធ្វើឲ្យពួកគេហ្នឹងគឺមានកម្លាំងចិត្តខ្លាំងមែនទែនដោយនិយាយថាមែនហើយពូឈីនឹងនិយាយត្រូវបើសិនជាយើងនឹងមិនតដៃពួកយើងនឹងគឺគង់តែងាប់ទេហើយយើងនឹងគឺគ្មានអ្វីក្រៅពីតឆាំងជាមួយនឹងពួកគេឡើយហើយគ្នារបស់យើងនឹងគឺមានឡើង100នាក់ជាងហើយពួកក្រុមរបស់ស៊ូដាស៊ីនឹងគឺមានត្រឹមតែ10នាក់ជាងហើយតើមានគីឡូណាចាត់ការជាមួយនឹងពួកយើងដោយមនុស្សទាំងអស់គ្នាដែលនៅទីហ្នឹងគឺបានចាត់ការទៅលើស៊ូដាស៊ីដែលធ្វើឲ្យស៊ូដាស៊ីនឹងគឺភ័យខ្លាំងមែនទែនចំណែកឯហាយូក៏ឃើញថាពូឈីនឹងគឺបានដឹកនាំពួកគេនឹងគឺបានល្អណាស់ឆាំងខ្វាបានប្រាប់ថាស៊ូដាស៊ីជាមួយនឹងក្រុមរបស់ពួកគាត់ហ្នឹងគឺបានបញ្ចប់នៅថ្ងៃនេះហើយបើសិនជាមានក្រុមណាបង្កបញ្ហាជាមួយនឹងគាត់ទៀតទៅឲ្យពួកគេទាំងអស់គ្នាហ្នឹងគឺដោះស្រាយចំនួនគាត់ទៅដែលយើងហ្នឹងគឺមានភារកិច្ចសំខាន់ជាងនេះទៅទៀតដែលឆាំងខ្វាបានប្រាប់ថាពួកយើងហ្នឹងគឺមិនអាចស្នាក់នៅក្នុងវិឡាចាស់របស់គាត់បានរហូតនោះទេដែលពួកយើងហ្នឹងគឺត្រូវតែស្វែងរកកន្លែងថ្មីនិងពង្រឹងកម្លាំងរបស់ពួកយើងរឿងមួយនេះក៏បានកាត់ទៅដល់ផ្ទះរបស់វ៉ាងហាវវិញម្ដងដែលរបួសដែលមានឡើងនៅលើជើងរបស់វ៉ាងហាវហ្នឹងគឺពិតជាស្អុយខ្លាំងមែនទែនហើយរបួសហ្នឹងកាត់ឡើងដោយសារតែឆាំងខ្វាហ្នឹងគឺបានបាញ់ព្រួញជាប់នឹងឯងហើយជើងរបស់វ៉ាងហាវហ្នឹងគឺចាប់ដើមរលួយហើយនៅពេលដែលអាកាសធាតុត្រជាក់អញ្ចឹងវាហ្នឹងគឺសម្បូរមេរោគច្រើនហើយជើងហ្នឹងគឺវាមិនងាយជានោះឡើយហើយកូនចៅរបស់វ៉ាងហាវហ្នឹងក៏បាននិយាយថាពួកយើងហ្នឹងគួរតែទៅរកថ្នាំទៅចំណែកវ៉ាងហាវក៏បានសួរថាតើយើងទៅរកថ្នាំមកពីណាបើរោមខើយមកហ្នឹងដោយកូនចៅរបស់វ៉ាងហាវក៏បាននិយាយថាអញ្ចឹងយើងហ្នឹងគឺមានតែទៅរកឆាំងខ្វាដោយវ៉ាងហាវបាននិយាយថាត្រស្អីវាបើវានឹងគឺចង់តែស្លាប់គាត់ចង់ងាប់ហើយទៅពេលហ្នឹងកូនចៅរបស់វ៉ាងហាវម្នាក់ទៀតមកដល់ដែលបានប្រាប់ថាគាត់ហ្នឹងគឺមានដំណឹងល្អដោយក្រុមរបស់ស៊ូដាស៊ីហ្នឹងឥឡូវហ្នឹងគឺជាតែលេអស់ហើយដោយសារតែមនុស្សនៅក្នុងសហគមន៍ហ្នឹងគឺបានរូបដៃគ្នាហ្នឹងគឺទៅស្លាប់ផ្ដាច់ពូជយកហ្មងណែវ៉ាងហាវក៏ចាអារម្មណ៍ហើយគាត់នឹងក៏ចង់ទៅមើលផងដែរតែដោយសារតែជើងរបស់គាត់នឹងគឺឈឺដូច្នេះហើយគាត់នឹងក៏បានឲ្យកញ្ញាសាក់ពើផ្កាឈូកនឹងមកជួយសម្អាតជើងរបស់គាត់ហើយដោយសារតែឈ្មោះកញ្ញា2នាក់ហ្នឹងខ្ញុំផ្លេចប្រៃចឹងខ្ញុំសូមហៅតាមមុខសក់អញ្ចឹងទៅដោយកញ្ញាពើផ្កាឈូកបាននិយាយថាក្លិនជើងរបស់វ៉ាងហាវហ្នឹងគឺស្អុយណាស់អញ្ចឹងនាងគឺមិនអាចជួយគាត់បាននោះទេវ៉ាងហាវក៏បានសួរថាចំតើឯងហ្នឹងគឺហ៊ានមើលងាយខ្ញុំមែនហើយតើនាងផ្លេចហើយមែនថានរណាគេដែលញ៉ាំអាហាររបស់គាត់ដោយវ៉ាងហាវក៏បានទៅផ្ទះនាងម្ដាយហើយក៏បានសួរថាម៉េចតើនាងហ្នឹងគឺចង់ងាប់មែនហើយនៅពេលដែលលើបែបហ្នឹងនាងក៏បានថាកំខឹងអីចាំនាងជួយសម្អាតជើងក៏បានដែរចំណែកក្រុមរបស់ស៊ូដាស៊ីនៅពេលនេះគឺងាប់ពេញទៅនឹងឯងចំណែកស៊ូដាស៊ីក៏នឹងក៏បានរត់គេចចេញពីទីហ្នឹងហើយស៊ូដាស៊ីបាននិយាយថាបើសិនជាគាត់នឹងទៅប្រមូលគ្នាបានវិញហ្នឹងគាត់នឹងទៅសម្លាប់មនុស្សទាំងអស់ហ្នឹងចោលនៅពេលហ្នឹងវ៉ាងហាវក៏បានមកដល់ដែលធ្វើឲ្យស៊ូដាស៊ីនឹងសប្បាយចិត្តខ្លាំងមែនទែន
ដែលស៊ឺដាស៊ីនេះគឺបានប្រវាំងហៅនឹងចូលក្រុមជាមួយនឹងគាត់មកដោយសារតែមនុស្សនៅក្នុងសហគមន៍មួយនេះនឹងគឺចាប់ផ្ដើមឈួរហើយដែលសម្រាប់គ្នាគាត់នឹងគឺពេញទៅនឹងឯងវាងហៅក៏បាននិយាយថាមិនបាច់ទេខ្ញុំនឹងគឺអាចថែរក្សាមនុស្សនៅក្នុងសហគមន៍របស់ខ្ញុំបានហើយឯងនឹងគឺមិនបាច់ខ្វល់អំពីរឿងមួយហ្នឹងនោះឡើយចំណែកស៊ឺដាស៊ីក៏ឆ្ងល់ចំតើវាងហៅនឹងមានន័យថាម៉េចវាងហៅបាននិយាយថាមានន័យថាម៉េចគឺឯងនឹងគឺទៅងាប់នឹងឯងដែលវាងហៅនឹងក៏បានដកកំបិតនឹងទៅសម្រាប់ស៊ឺដាស៊ីចោលយកហ្មងចំណែកមនុស្សដែលនៅក្នុងសហគមន៍នឹងក៏បានផ្ដល់ទីនឹងហើយក៏បានឃើញថាស៊ឺដាស៊ីនឹងគឺត្រូវបានស្លាប់ហើយតែវាងហៅបាននិយាយថាគាត់នឹងគឺបានសម្រាប់ស៊ឺដាស៊ីឯងដោយសារតែស៊ឺដាស៊ីនឹងគឺបានបង្កបញ្ហានៅក្នុងសហគមន៍របស់យើងចំណែកពួកគេនឹងក៏ដឹងថាវាងហៅនឹងក៏មិនជាមនុស្សល្អដែរដែលពួកគេនឹងគិតថានឹងសម្រាប់វាងហៅយកហ្មងចំណែកវាងហៅនៅពេលនឹងគឺភ័យខ្លួនខ្លាំងមែនទែនហើយគាត់នឹងក៏បាននិយាយថាឲ្យពួកគេនឹងគឺឆាប់យកសាកសពរបស់ស៊ឺដាស៊ីនឹងទៅឲ្យឆាំងខ្មាទៅចំណែកពួកគេទាំងអស់គ្នានឹងក៏មិនរងចាំយូរនោះឡើយដោយសារពួកគេនឹងគឺចង់បានមីកញ្ចប់ផងតែពួកគេក៏បានដឹកសាកសពមួយនឹងទៅរកឆាំងខ្មាចំណែកកូនចៅរបស់វាងហៅបានសួរទៅកាន់គាត់ថាតើពួកយើងនឹងគួរតែធ្វើយ៉ាងម៉េចទៅចំណែកឯវាងហៅក៏មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះដែរតែតិចទៀតនឹងមនុស្សទាំងអស់គ្នានឹងគឺដឹងតែមកសម្រាប់គាត់ហើយយើងរឿងមួយនេះនៅក្នុងភាពមួយនេះសូមឆ្លើយចប់ត្រឹមតែនេះសិន